បាទសួស្តីអ្នកគ្នាបាទជួបខ្ញុំជាថ្មីម្ដងទៀតវីដេអូនេះគឺថ្មីទៀតហើយខ្ញុំនឹងធ្វើការ review តាក់ទងជាមួយប្រជិតថ្មីគឺ Plasma ឬគេហៅថា HPL អូខេហើយវីដេអូនេះផងដែរក៏ប្រាប់បងប្អូនធ្វើយ៉ាងម៉េចទៅទទួលបាន airdrop នៅក្នុងឆាំង Binance បាទហើយជាពិសេសនោះសម្រាប់បងប្អូនដែលអត់ទាន់មានគណនី Binance បងប្អូនណាបាទកុំភ្លេចចុច link ខាងក្រោមបង្កើតឬក៏ដាក់ referral code មួយនេះពេលដែលបងប្អូន trade បងប្អូននឹងធ្វើការ discount រហូតដល់ 20% special មែនទេបងប្អូនណាបាទគឺ 20% មិនតិចទេអញ្ចឹងធ្វើមកទៅ trade discount ឬក៏ off តិចគឺបងប្អូនប្រើ referral code មួយនេះបាទtrade ក្រោម referral code របស់ខ្ញុំឬក៏ register ចុះឈ្មោះតាម referral code ហ្នឹងទើបបងប្អូនមានការ discount ពេញមួយជីវិត 20% ហើយនឹង promotion ជាច្រើនទៀតសូមបញ្ជាក់ផងដែរថាវីដេអូនេះមិនមែនជា financial advisor ទេរាល់ការវិនិយោគជាទំនួលខុសត្រូវរបស់បងប្អូនខ្ញុំធ្វើការ review ឲ្យបងប្អូនយល់និងស្គាល់ប្រជិតនេះប៉ុណ្ណោះមុននឹងបងប្អូនវិនិយោគសូមពិចារណាដោយខ្លួនឯងតោះឥឡូវយើងចូលមកធ្វើការ review ទាំងអស់គ្នាតាក់ទងមួយប្រជិត Plasma តើអ្វីទៅគឺជា Plasma វាគឺជា layer 1 blockchain ដែលបង្កើតហេដ្ឋារចនាសម្ព័ន្ធកសិភាព stable coin ហ្នឹងបាទគឺសម្រាប់ប្រព័ន្ធហិរញ្ញវត្ថុសកលថ្មីវាត្រូវបានបង្កើតឡើងបាទក្នុងគោលបំណងសម្រាប់បាទការបង់ប្រាក់ស្ថិរភាពជាសកលបាទដោយផ្ដល់នៅបាទដល់ជូននៅការផ្ទេរប្រាក់ USDT ហ្នឹងបាទដោយឥតគិតសេវាទេហើយអាចចាត់ចែងនៅ token gas ផ្ទាល់ខ្លួននិងការទូទាត់ដោយទំនុកចិត្តបាទដើម្បីជួយឲ្យសម្រេចបាននៅការសន្យាស្ថិរភាពនៃការចូលប្រើសេវាកម្មហិរញ្ញវត្ថុដោយគ្មានការអនុញ្ញាតគេហៅថា permissionless ហ្នឹងបាទសម្រាប់អ្នកទាំងអស់គ្នាហើយជាមួយនឹងទឹកប្រាក់ 2.5 million បាទដែលជា stable coin នៅក្នុង total value lock ហ្នឹងនៅពេលដែលចាប់ផ្ដើមដំបូងគឺគេគ្រប់គ្រង support ច្រើនមែនទែនបណ្ដាញ Plasma មានសេវាកម្មគ្របដណ្ដប់ទូទាត់បាទជាសកលបាទនិងមានផលិតផលចូលគេហៅថា inbound product ហ្នឹងបាទជាច្រើនបាទដែលធ្វើឲ្យវាខ្លាយទៅជាគេហៅថាចង្វាក់ដើមគេហៅថា native chain ណាបាទគឺសម្រាប់ការទូទាត់ដោយ free stable coin Plasma កំពុងសាងសង់ money 2.0 បាទឬក៏ដុល្លារមួយដោយគ្មានព្រំដែនបាទជំរឿស vision របស់វានឹងគឺធ្វើឲ្យសេវាកម្មហិរញ្ញវត្ថុមូលដ្ឋានហ្នឹងដូចជាការទូទាត់អាចចូលទៅដល់បានជាសកលបាទតាមរយៈ stable coin ហ្នឹងបាទហើយឱកាស stable coin ដែលមានតម្លៃ trillion ដុល្លារបាទមាននៅក្នុងតំបន់កំពុងអភិវឌ្ឍដែលនៅទីនោះដុល្លារ digital បាទអាចជួយជីវិតប្រជាជនហើយបានឈានដល់ការប្រើប្រាស់យ៉ាងមានសារៈសំខាន់រួចហើយបាទហើយ Plasma កំពុងសម្រេចគោលដៅបាទនេះបាទដោយនាំ stable coin ហ្នឹងបាទទៅដល់ប្រជាជនដែលពឹងផ្អែកលើវាសម្រាប់ការសន្សំហើយនិងការចំណាយប្រចាំថ្ងៃPlasma ផ្ដោតលើការអភិវឌ្ឍបាទនិងបែងចែកកម្មវិធីបាទនិងចែកចាយកម្មវិធីហ្នឹងបាទដែលអនុវត្តឲ្យប្រជាជនហ្នឹងប្រើ stable coin នៅក្នុងជីវិតប្រចាំថ្ងៃងាយស្រួលតាមរយៈការផ្ដោតលើការផ្ទុកតំបន់បាទគេថា localization ហ្នឹងហើយនិងការពង្រីកបណ្ដាញប្រាក់សុទ្ធ physical cash network បាទដើម្បីធ្វើឲ្យវាคล้ายទៅជាការពិតបាទ Plasma ផ្ដោតលើការសហការជាមួយនឹង fintech exchange និងស្ថាប័នផ្សេងៗនៅទូទាំងពិភពលោកដើម្បីធានាថា USDT Rail ហ្នឹងបាទរបស់វាដែលបានបញ្ជូនទៅប្រើគ្រប់ទីកន្លែងតើតើជាមួយស្ថិតិហើយនិងសេចក្តីប្រកាសសំខាន់ៗរបស់ Plasma ហ្នឹងគឺថាគឺចាប់ផ្ដើមឡើងកាលពីថ្ងៃដំបូងជាមួយទឹកប្រាក់ 2.5 ពាន់លានដុល្លារហ្នឹងបាទជា USDT ជា liquidity ហ្នឹងដោយ 1000 លាន 1 billion ហ្នឹងបាទពី deposit campaign បាទដែលត្រូវបានបិទទទួលត្រឹមតែកន្លះម៉ោងប៉ុណ្ណោះដល់30នាទីទេបាទគឺមានដាក់ចូលមកច្រើនពេកហើយ 1 billion នេះវិញគឺទទួលបានពី Binance Earn campaign ហើយបន្ថែម500លានទៀតបាទគឺបានជា Ethereum ដែលមកពី Adafi ថ្ងៃទី1ត្រូវបានគ្រប់គ្រងដោយ Blue Chip DeFi បាទ application Elzana បាទ Plus Maple ហើយនឹងច្រើនទៀតរួមទាំង native app ហើយ Maple បានធ្វើការផ្សាយថ្ងៃទី1គឺទទួលបាន200លានដុល្លារបាទជា syrup USDT ហើយ USD.AI បាទធ្វើការផ្សាយផ្ទាល់ថ្ងៃទី1ដែរដែលទទួលបាន250លានដុល្លារជា USD.AI Plasma បានដំណើរការលក់ជាសាធារណៈបាទ500លានដែលលក់បានរហូតដល់373លានមកណាបាទដែលមានអ្នកចាំទិញឬក៏ចូលទិញ HPL ហ្នឹងបាទដែលការលក់នោះគឺលើសរហូតដល់7ដងមកណាបាទគឺច្រើនមែនតើ Plasma បើកដំណើរការ Neo Bank បាទហើយនឹងកាតរបស់វាដែលគេហៅថា Plasma One តើតើជាមួយនឹង token overview វិញគឺ Genesis token supply របស់Plasma គឺមានចំនួន10 billion គេថា 10,000 លានបងណាបាទហើយ Max token supply វិញគឺគេថា Anon បាទក្នុងឆ្នាំដំបូងគឺមានការបញ្ចេញប្រហែលជា 5% នៃបរិមាណបាទអតិបរមាដំបូងហ្នឹងហើយនឹងបន្ថយចុះប្រហែលជា 0.5% ក្នុងមួយឆ្នាំរហូតដល់កម្រិតទាបបំផុតគេថា floor ណាគឺ 3%
holder airdrop reward នៅក្នុង exchange Binance គឺទទួលបាន75លានកាក់បាទដែលស្មើនឹង 0.75% បាទនៃ Genesis token supply ហើយ additional 50លានកាក់ទៀតគេនឹង allocate ទៅកាន់ marketing campaign បន្ទាប់ពី spot listing បាទហើយនឹង150លានកាក់ទៀតគេនឹង allocate ទៅកាន់ future marketing campaign រយៈពេល6ខែក្រោយហើយ announcement គេនឹងប្រកាសនៅពេលក្រោយហើយតើតើជាមួយកាក់ដែល list ចរាចរណ៍ចូលទីផ្សារ exchange Binance គឺមាន1800លានបងប្អូនណាបាទស្មើនឹង 18% នៃ Genesis token supply ហើយកាក់ plasma នេះគឺប្រើ network Binance Smart Chain Binance បានធ្វើការបង្កើតគម្រោងទី44ដែលទទួលបាន airdrop សម្រាប់ Binance holder ទាំងអស់នោះគឺកាក់ plasma ឬក៏ HPL ហ្នឹងបាទដែលវាគឺជា blockchain layer 1 EVM ដែលមានគោលបំណងបង្កើតឡើងសម្រាប់ការបង់ប្រាក់សេរីភាព stablecoin ជាសកលក្នុងតម្លៃទាបនិងបរិមាណខ្ពស់ហើយ Binance ទាំងអស់ដែលបាន subscribe BNB ដូចជា ដាក់ stake ក្នុង Simple Earn Flexible Lock Staking Period អីហ្នឹងបាទគឺចាប់ពីថ្ងៃទី10ខែ9ដល់ថ្ងៃទី13ខែ9សិតតែទទួលបាន airdrop កាក់ HPL ធ្លាក់ចូល Binance Spot Account បងប្អូន1ម៉ោងមុននឹងការ listing ហ្នឹងបងប្អូនណាបាទហើយ Binance បានធ្វើការ list កាក់ HPL ហ្នឹងកាលពីថ្ងៃទី25ខែ9បាទឆ្នាំ2025ម៉ោង8យប់អញ្ចឹងមានន័យថា Binance បាន list កាក់ HPL បាទរួចហើយអញ្ចឹងបងប្អូនអរគ្នាខ្ញុំនឹងប្រាប់បងប្អូនថាធ្វើម៉េចទើបទទួលបាន holder airdrop គឺបងប្អូនត្រូវតែមាន BNB បងប្អូនណាបាទហើយមុនមាន BNB បងប្អូនត្រូវមានគណនី Binance សិនបងប្អូនណាបាទពីលីងខាងក្រោមបង្កើតទទួលបាន discount 20% ផងដែររាល់ការ trade ហើយពេលដែលបងប្អូនមាន exchange Binance ហើយបងប្អូនទិញកាក់ BNB ធ្វើការដាក់ stake ក្នុង earn simple earn ណាមួយក៏បានដែរហើយវីដេអូរបៀបដាក់ stake នោះខ្ញុំបានធ្វើហើយនេះខ្ញុំនឹងដាក់ link នៅខាងក្រោមវីដេអូ description ជូនបងប្អូនអញ្ចឹងបងប្អូន stake នោះបងប្អូននឹងទទួលបានបច្ចេកថ្មីខាងក្រោយទៀតដែល Binance ចែក holder airdrop បាទគឺអត់បច្ចេកមួយហ្នឹងហូរហើយប៉ុន្តែនៅបច្ចេកក្រោយទៀតច្រើនទៀតបងប្អូនណាបាទអូខេអញ្ចឹងវីដេអូហ្នឹងតែប៉ុណ្្នឹងទេបាទគឺជួបគ្នាវីដេអូក្រោយអរគុណបាយបាយ